បងប្អូនទាំងអស់គ្នាបងប្អូនទាំងអស់គ្នាមកជួបជាមួយនឹងនាងខ្ញុំអានេះគឺជាការធ្វើដំណើរថ្មីរបស់នាងខ្ញុំណាគឺជាការធ្វើដំណើរសម្រាប់អ្នកដែលគាត់ចូលចិត្តទៅឆ្ងាយដូចជាជើងភ្នំឬមួយកន្លែងភ្នំចាឬមួយក៏ទៅវាស្វែងអញ្ចឹងសម្រាប់បងប្អូនដែលគាត់មានអារម្មណ៍ថាតឹងតែងសម្រាប់ការងារដែលគាត់ stress ឥឡូវមកជាមួយនឹងខ្ញុំយើងទៅដល់គ្នាណានេះគឺជាជើងភ្នំដ៏ខៀវខ្ចីនៅរដូវកាលសម្រាប់បង្កបង្កើនផលបងប្អូនអរគ្នាបងប្អូនដឹងហើយថាកន្លែងនេះនៅម្ដុំណាឥឡូវបើចង់ដឹងទៅជាមួយនឹងខ្ញុំអរគ្នាណានេះគឺជាទឹកដីនៃខេត្តពោធិ៍សាត់ចាបងប្អូនដឹងហើយថាទឹកដីនៃខេត្តពោធិ៍សាត់មានដូចជាមានកន្លែងដែលដើរលេងកម្សាន្តច្រើនដូចជាទឹកធ្លាក់ច្រឡៀងឬក៏ល្បាក់កំរោញហើយនឹងការកម្សាន្តគឺដូចជាភូមិដំណាក់អំពិលទៅឆ្ងាយទៀតដូចជាមានភ្នំទំព័រចាយើងឡើងទៅខាងលើដូចជាទៅខាងភ្នំស្រុកប្រវ៉ាញបងប្អូនអរគ្នាហ្នឹងហើយមានដូចជាភ្នំ1500ដែលគេល្បីថានៅការលេងកម្សាន្តណាត្រូវចំណាយពេលយូរមែនតើឥឡូវមកជួបជាមួយនឹងនាងខ្ញុំគឺនៅទឹកដីខេត្តពោធិ៍សាត់នេះគឺនៅចិត្តភូមិឯងចានៅចិត្តភូមិបងប្អូនអត់ឆ្ងាយទេគ្រាន់តែថាយើងចំណាយពេលជិះប្រហែលជា1ម៉ោងចា1ម៉ោងដល់ហើយបងប្អូនមិនតែមើលផ្លូវអូយនាងខ្ញុំអត់មានជំនាញនៅក្នុងការជិះម៉ូតូទេបងប្អូនដោយសារតែថ្ងៃមានបងស្រីហើយនិងបងប្រុសគាត់ក៏បង្កើតផលដូចជាការសាបព្រោះឬដកទូកចាហើយតាមជើងភ្នំបងប្អូនអានេះទៅតែដីភ្លៀងទេបងប្អូនទៅពេលចឹងគាត់គឺដូចជាមានការដាស់ជួរដីត្រៀមសម្រាប់រាប់ពូជចឹងបងប្អូនតាឥឡូវកុំឲ្យចាំយូរបងប្អូនទៅជាមួយនឹងខ្ញុំអរគ្នាអានេះគឺយើងធ្វើការឆ្លងកាត់អានេះគឺពាក់កណ្ដាលផ្លូវបងប្អូនចាអត់ទាន់ដល់គោលដៅទេចាយើងទៅទឹកដីនៃខេត្តពោធិ៍សាត់មានព្រៃឈើមានភ្នំជាច្រើនចាហើយក៏មានសត្វដែរដូចជាសត្វនៅក្នុងអានេះនេះខ្ញុំនិយាយទៅខាងលើបងប្អូនតែអានេះនេះខ្ញុំបរិយាយនិយាយចានិយាយឲ្យបងប្អូនអរគ្នាដឹងបើបងប្អូនអរគ្នាដែលដឹងច្បាស់ហើយច្រើនជាងខ្ញុំសូមមេត្តាជួយប្រាប់នាងខ្ញុំផងព្រោះអានេះនាងខ្ញុំគ្រាន់តែនាំបងប្អូនទៅលេងនៅខាងកើតភ្នំបងប្អូនអូយទេសភាពស្អាតណាស់អ្នកទាំងអស់គ្នាហ្នឹងហើយនាងខ្ញុំដូចថាមានអារម្មណ៍តឹងតែងខ្លាំងអញ្ចឹងទៅហើយហ្នឹងទៅកើតភ្នំហ្នឹងហ្មងព្រោះអីមានខ្យល់អាកាសល្អស្មៅមានយើងមើលទៅឃើញភ្នំចាមានតមស្រែសម្រាប់ឲ្យយើងសម្រាប់លំហែកាយទៀតណាបើបងប្អូនចង់ដឹងមកតាមនាងខ្ញុំបងប្អូនអើយនៅផ្លូវមានសាច់មានទាំងផ្លូវកលិបលុកអូយបាក់មែនតើការពីមុនបងប្អូនមើលពិបាកជាងហ្នឹងនាងខ្ញុំគឺអត់ចូលចិត្តទៅទេព្រោះអីវាផ្លូវពិបាកហើយនាងខ្ញុំអត់មានជំនាញក្នុងការជិះម៉ូតូទេបងប្អូនចាពេលអញ្ចឹងហើយនាងខ្ញុំអត់ចូលចិត្តទេតែឥឡូវនេះដូចថាយើងតាំងតែក្នុងការងារច្រើនអញ្ចឹងយើងមកមើលការបង្កើតផលរបស់បងប្អូនគាត់នៅជើងភ្នំអញ្ចឹងណាបងប្អូនចាអូនាងខ្ញុំគិតថាទៅនាងខ្ញុំមកនៅថ្ងៃបងប្អូននៅស្ងាត់ថាស្ងាត់ល្អយើងប្រើភ្លើងជាទៀនពេលយប់អញ្ចឹងយើងប្រើភ្លើងសម្រាប់បំពុះគោភ្លើងកបៃបងប្អូនវិញហើយយើងប្រើប្រាស់ទឹកស្រះបងប្អូនបើសិនជាបរិមាណដែលយើងត្រូវការច្រើនអញ្ចឹងយើងជីកស្រះហ្នឹងកាន់តែជ្រៅទៅហើយមានលបងព័ទ្ធជុំវិញទៅដើម្បីកុំឲ្យគោឲ្យកបៃមកលុកលុយចឹងបងប្អូននេះខ្ញុំមួយបងប្អូនណាគាត់
ហូបមួយផ្សេងទៀតចឹងនេះមើលអ្នកជំនាញជិះអូយ Oh my god គឺអ្នកជំនាញជិះហ្មងហើយមើលបងប្អូនដែរមើលផ្លូវអូយនេះខ្ញុំទៅដល់តំណែងអត់ដឹងថាទៅធ្វើមកសាងលេខមួយជាប់ទៅបដាយទៅនេះអូយនេះអ្នកជំនាញហ្នឹងហើយวันนี้ខ្ញុំវិញឆ្លងកាត់ពេលរឿងពិបាកតិចបងប្អូនមែននិយាយចុះសរុបឡើងមិនមែនតិចទេលោកហើយមើលទៅដូចជាខ្លាំងខ្លាមែនតើព្រោះអីក្លុកក្លាក់ច្រើនហើយណាមួយផ្លូវអូយបើសិនជាដល់ខែធ្លាក់គៀងជើងជាប់បងប្អូនរត់តែពិបាកជាងនឹងទៀតនេះខ្ញុំគិតថាដល់ដូចថាស្រូវមានកម្ពស់ហើយបងប្អូននេះខ្ញុំចង់ទៅម្ដងទៀតប៉ុន្តែអត់ទាន់ដឹងថាយ៉ាងម៉េចទេពីព្រោះអីតែដល់ខែស្រូវដែលមានកម្ពស់ចាប់ពីខែ8ដល់ខែ9ទៅទឹកលិចផ្លូវហើយខ្ញុំអត់មានស្មារតីទៅមិនដឹងថាត្រូវចិត្តមិនទេប្រហែលជាត្រូវមកបងប្អូនទៅលេងផ្សារទៀតប្រហែលជាសំជិះលើគោយន្តឬមួយក៏អត្រាព្យួរដីបងប្អូនហើយមានតែវិធីហ្នឹងឯងព្រោះអីយើងចង់ទៅមើលកម្មភាពវាស្រូវដែលកំពុងតែងាស់អញ្ចឹងណាបងប្អូនចានេះសិតតែអ្នកជំនាញជួយជាមួយនឹងនេះខ្ញុំអ្នកជំនាញចំណែកនេះខ្ញុំជំនាញណាស់ដួលទៅលិចដួលទៅកែស្ដាំឆ្វេងស្ដាំចឹងទៅដល់កន្លែងអូយសឹងថានេះខ្ញុំហើយនឹងម៉ូតូនឹងលមូចូលគ្នាហ្មងចាបងប្អូននេះដោយសារតែយើងមើលទៅឃើញវាអញ្ចឹងដោយសារតែអត់ទាន់មានស្រូវពីនោះទេបងប្អូនគឺនៅកែភ្នំគឺយើងធ្វើស្រូវពីនោះពួកអីទឹកឡើងបងប្អូនជុំមកអញ្ចឹងគឺថាទឹកធ្លាក់ពីភ្នំអញ្ចឹងណាបងប្អូនគឺថាធ្លាក់វាមិនច្រើនទេប៉ុន្តែវាអាចធ្វើឲ្យដំណាំឬក៏ស្រូវយើងជន់បានបងប្អូនចាអញ្ចឹងហើយគឺនៅខាងនេះស្រែបងប្អូនអានេះភ្លេចជម្រាបបងប្អូនណាអានេះគឺម៉ោង12ថ្ងៃត្រង់បងប្អូនចេញពីផ្ទះទៅម៉ោង11ព្រឹកហ្នឹងហើយសម្រាប់ទៅឆ្លងកាត់វានឹងគាត់ដែរបងប្អូនម៉ោង12ថ្ងៃត្រង់ឥឡូវនេះខ្ញុំមកដល់គោលដៅហើយអរគុណបងប្អូនទាំងអស់គ្នាឥឡូវនេះខ្ញុំជម្រាបលាទៅត្រឹមថ្ងៃក្រោយបើសិនជាបងប្អូនចង់ទៅដល់ទៀតខមមិនប្រាប់នេះខ្ញុំផងតែកុំភ្លេចជួយឲ្យកម្លាំងចិត្តដល់នេះខ្ញុំផងជួយ like ជួយ share ខមមិនឲ្យនេះខ្ញុំអញ្ចឹងមកសម្រាប់នេះខ្ញុំបើសិនជាមានឱកាសអាចនឹងឡើងភ្នំអីអញ្ចឹងណាបងប្អូនចាបើអ្នកណាចង់មកទៅជាមួយខ្ញុំនេះខ្ញុំគឺគ្រាន់តែកំសាន្តចិត្តទេចាឃើញហើយមានអារម្មណ៍មិនដែរអរគុណនិងសូមជម្រាបលាបងប្អូនទាំងអស់គ្នាគោលដៅរបស់ខ្ញុំបានដល់ទីបញ្ចប់នេះយើងដល់គោលដៅហើយអរគុណបងប្អូនទាំងអស់គ្នាជម្រាបលាជួបគ្នាសាថ្មីម្ដងទៀតនៅ EP 2អានេះគឺ EP 1ណាបងប្អូនទាំងអស់គ្នាកុំភ្លេចឲ្យកម្លាំងចិត្តដល់ខ្ញុំផងដូចខ្ញុំមានកម្លាំងចិត្តទៅជាបន្តទៀតអូនេះខ្ញុំភ្លេចប្រាប់ចាំមើលនេះខ្ញុំឲ្យបងប្អូនជួបនឹងម៉ូតូសំណប់ចិត្តរបស់ខ្ញុំដោយសារតែគាត់ទេបានទៅគាត់ខ្ញុំអត់ទៅដល់កន្លែងទេហើយអ្នកជំនាញបងប្អូនណាក្នុងនឹងនិយាយនេះភេសជ្ជៈហើយនឹងទឹកខ្លុកអូយ Oh my god បងប្អូន